បាទីគឺជាឈ្មោះរបស់ខ្ញុំមានជំងឺទឹកនោមផ្អែមជីវិតខំគេឬជាច្រើនដែលយើងត្រូវដឹងនៅទីនេះជាមួយសម្លេងខ្ញុំទាំងអស់គ្នាបានយល់ដឹងអំពីជំងឺនេះសម្លេងរបស់អ្នកជំងឺទឹកនោមផ្អែមជាតិស្ករក្នុងឈាមទាបនិងរបៀបសម្គាល់សូមចាំថាពីមួយថ្ងៃទៅមួយថ្ងៃគឺខុសគ្នាពេលខ្លះយើងលេងច្រើនពេលខ្លះតិចពេលខ្លះយើងញ៉ាំច្រើនជាងធម្មតាពេលខ្លះយើងត្រូវចាក់អាំងស៊ូលីនច្រើនជាងពេលផ្សេងទៀតប៉ុន្តែពេលខ្លះប្រសិនបើខ្ញុំចាក់អាំងស៊ូលីនច្រើនពេកឬធ្វើសកម្មភាពច្រើនជាងធម្មតាឬញ៉ាំមិនគ្រប់គ្រាន់ខ្ញុំអាចនឹងមានជាតិស្ករក្នុងឈាមទាបនេះត្រូវបានគេហៅថាការចុះជាតិស្ករក្នុងឈាមយើងហៅឲ្យខ្លីគឺ hypo ឬគ្រាន់តែនិយាយថាជាតិស្ករក្នុងឈាមទាបជាតិស្ករក្នុងឈាមទាបកើតឡើងនៅពេលដែលមិនមានជាតិក្លូកូគ្រប់គ្រាន់ធ្វើចលនានៅក្នុងរាងកាយរបស់អ្នកនៅពេលដែលរឿងនេះកើតឡើងរាងកាយរបស់ខ្ញុំមិនមានថាមពលដូចដែលវាត្រូវការនោះទេដូច្នេះតើអ្នកដឹងដល់របៀបណាថាអ្នកមានជាតិស្ករក្នុងឈាមទាបខ្ញុំអាចប្រាប់បានដោយសារតែរាងកាយរបស់ខ្ញុំចាប់ផ្ដើមមានប្រតិកម្មហើយខ្ញុំមានអារម្មណ៍ថាមានអ្វីមួយខុសធម្មតាយូរទៅខ្ញុំអាចដឹងបានថារាងកាយរបស់ខ្ញុំមានប្រតិកម្មបែបណាប៉ុន្តែប្រតិកម្មទាំងនោះបានផ្លាស់ប្ដូរទៅតាមវ័យរបស់ខ្ញុំប្រតិកម្មមួយក្នុងចំណោមនោះអាចជាការបែកញើសហើយពេលខ្លះខ្ញុំឃ្លានខ្លាំងរហូតដល់ថ្នាក់ខ្ញុំអាចញ៉ាំដៃនៅសល់ទាំងមូលអស់ពេលខ្លះបបោមាត់របស់ខ្ញុំមានអារម្មណ៍ចម្លែកពេលខ្លះទៅជាពិបាកនិយាយខ្ញុំក៏មានអារម្មណ៍ថានៅមិនសុខឬវិលមកខ្លាំងពេលខ្លះខ្ញុំក៏អាចនឿយហត់និងងងុយគេងដែរពេលខ្លះភ្នែកខ្ញុំមើលឃើញព្រិលហើយកាន់តែពិបាកមើលឃើញហើយពេលខ្លះខ្ញុំចាប់ផ្ដើមញ័រទោះបីជាខ្ញុំមិនបានភ័យខ្លាចឬមានការព្រួយបារម្ភអ្វីក៏ដោយហើយពេលខ្លះក៏អាចមានហៀទឹកភ្នែកដែរទោះបីខ្ញុំមិនបានពិបាកចិត្តអ្វីសោះក៏ដោយដូច្នេះឥឡូវនេះអ្នកបានដឹងអំពីខ្ញុំមានប្រតិកម្មបែបណានៅពេលមានជាតិស្ករក្នុងឈាមទាបប្រសិនបើអ្នកគិតថាខ្ញុំមានអាការៈបែបនេះអ្នកអាចជួយខ្ញុំដោយស្វែងរកជំនួយពីមនុស្សពេញវ័យខ្ញុំរីករាយណាស់ដែលអ្នកបានប្រាប់ខ្ញុំនឹងឃ្លាំមើលខ្ញុំដូចគ្នាដែរ